ជំរឿនសួរគ្រូអ្នកគ្រូនិងឪពុកមានទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានរឿងម៉ៅស្វិតកាលពីដើមមានម្នាក់ឈ្មោះម៉ៅជាមនុស្សកំណាញ់ក្រៅដំរាអ្នកផងតែងហៅគាត់ថាម៉ៅស្វិតព្រោះគាត់រិះស័ព្ទឬក្របមិនដែលហូបឆ្ងាញ់មិនដែលស្លៀកពាក់ថ្មីមិនដែលចូលបូន្មានរហូតដល់គ្រួសារគាត់រស់ក្នុងសភាពត្បិតត្បៀងស្មោជានិច្ចអ្នកស្រុកនិយាយពីគាត់តាម៉ៅអើយទៅជុះកាន់ដំបងទៅជាមួយផងទុកវាយរុយថ្ងៃមួយម៉ៅស្វិតទៅទាបំណុលពីគេត្រើយមកខាងដល់មាត់កំពង់គាត់សួរទៅអ្នកចម្លងឲ្យខ្ញុំដោយសារទៅផងអ្នកចម្លងឆ្លើយតបគ្មានកន្លែងអង្គុយទេខ្ញុំអង្គុយនៅបាតទូកក៏បានដែរអ្នកចម្លងទូកគាត់ចោលឆ្លើយតបគាត់ក៏ឡើងនៅអង្គុយលើបាតទូកដល់ពេលចេញដំណើរអ្នកចម្លងរុញទូកចេញពីកំពង់រួចលោតឡើងលើទូកដោយទូកផ្លោះគាត់ភ្លាត់ជើរលកដួលក៏ជ្រលួសដៃច្រត់ក្បាលម៉ៅស្វិតឡើងមុខក្រហមហើយស្រែកមិនបានជាអ្នកឯងច្រត់លើក្បាលយើងអ្នកចម្លងឆ្លើយតបវិញបាទថ្នាក់ឥតថ្លៃលើទូកវាតែប៉ុណ្ណោះជំរាបលាលោកគ្រូអ្នកគ្រូនិងអំពុំមីងទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូនិងអំពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអាសេនាមឿងហ៊ានបូជាជីវិតដើម្បីទៅកែនទ័ពខ្មោចមកជួយធ្វើសង្គ្រាមដំណើររឿងអ្នកតាខ្លាំងមឿងក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ5បានបញ្ជាក់ថានៅពេលដែលទ័ពព្រះចៅសៀមដេញតាមជ័យអស្ចារ្យហើយចៃអស្ចារ្យមានទ័ពតិចនឹងអាវុធយុទ្ធមិនសូវសម្បូរផងនោះក៏មានសេនាម្នាក់ឈ្មោះមឿងបានផ្ដល់យោបល់ថាខ្លួនហ៊ានតតាំងនឹងទ័ពសៀមដោយប្រើឧបាយដ៏ចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីទៅកែនទ័ពខ្មោចមកជួយត្បាងតតាំងនឹងទ័ពសៀមសេនាមឿងបានបង្គាប់ឲ្យគេចេញរដូវរួចដោតចម្រងនៅបាតរណ្ដៅនោះលោតចុះទៅក្នុងរណ្ដៅប្រពន្ធនិងកូន2នាក់ទៀតក៏លោតទៅតាមដែរលុះគម្រប់7ឆ្នាំនៅថ្ងៃពេញបរមីគេឮសូរសន្ធឹកក៏ក្រោកមេឃក៏ក្រោកដីទ័ពខ្មោចបានដង្ហែជ័យអស្ចារ្យលើកទ័ពទៅឡោមព័ទ្ធបន្ទាយទ័ពសត្រូវឯទ័ពសៀមកាលបានឮសូរសន្ធឹកក៏ក្រោកចម្លែកក៏ភ័យស្លន់រន្ធត់នាំគ្នារត់ប្រើអាយុចោលអាវុធនិងស្បៀងវិលត្រឡប់ទៅស្រុកសៀមវិញអស់ជំរាបលាលោកគ្រូអ្នកគ្រូនិងឪពុកមីងទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូនិងឪពុកមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានរឿងមួយដែលមានចំណងជើងថាការប្រើប្រាស់ជីរបស់កសិករយើងសប្តាហ៍ថ្ងៃនេះលើទីផ្សារនានាមានលក់ជីគីមីជាច្រើនប្រភេទដែរជីទាំងនោះភាគច្រើននាំចូលមកពីបរទេសលោកអ្នកដឹងហើយថាជីទាំងនោះមានតម្លៃខ្ពស់ណាស់កសិករយើងត្រូវចាយវាយប្រាក់ការបិទបៀនដើម្បីសន្សំប្រាក់ទុកតែងជីប្រើប្រាស់នៅរដូវដាំដុះការធ្វើបែបនេះដោយសារគាត់យល់ថាជីគីមីជាប្រភេទជីល្អប្រសើរបំផុតដែលធ្វើឲ្យដំណាំផ្សេងលូតលាស់ឆាប់រហ័សទាន់ចិត្តតិនសល់ខ្ពស់ងាយប្រើប្រាស់ហើយមិនបាច់ចំណាយពេលផលិតទៀតផងនេះដោយសារកសិករយើងមួយចំនួនយល់ថាអ្វីដែលនាំចូលពីបរទេសសុទ្ធតែល្អប្រសើររហូតដល់ពួកគាត់ផ្លេចគិតពីអ្វីដែលមានជុំវិញខ្លួនរបស់គាត់លាមកកក្របីសេះជ្រូកមាន់ទាប្រជៀវរួមផ្សំជាមួយនឹងស្លឹកឈើមួយចំនួនជាតិជួយបង្កើនគុណភាពដីធ្វើឲ្យដីផុសមានជីវជាតិផ្ដល់ទិន្នន័យផលខ្ពស់ផលដំណាំគ្មានជាតិគីមីនិងមិនខូចបរិស្ថានឡើយនិងងាយស្រួលក្នុងការផលិតម្យ៉ាងទៀតយើងអាចសន្សំបានលុយកាក់ទៀតផង
ជំរាបលាលោកគ្រូអ្នកគ្រូនិងអង្គពុំមីងទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូនិងអង្គពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានរឿងមួយដែលមានចំណងជើងថាត្រូវចំពុះដាវកាលពីព្រៃនេះមានត្រីចំពុះដាវជាច្រើនមកនៅកក់កុញក្នុងទឹកសមុទ្រជុំវិញប្រទេសសិង្ហបុរីរលកសមុទ្រធំបាននាំត្រីទាំងនោះមកក្បែរឆ្នេរអ្នកស្រុកមិនហ៊ានចុះហែលទឹកឬដើរកំសាន្តតាមឆ្នេរឡើយដោយខ្លាចត្រីសាហាវទាំងនោះមកចាប់ចាក់សម្លាប់អ្នកនេសាទក៏ត្រូវឈប់រកស៊ីដែរដោយខ្លាចត្រីចំពុះដាវកាត់សំណាញ់និងចោះទម្លុះទូកទីបំផុតស្ដេចប្រទេសសិង្ហបុរីសម្រេចថាត្រូវរកវិធានការណាមួយដើម្បីកម្ចាត់ត្រីចំពុះដាវឲ្យអស់ស្ដេចបញ្ជាឲ្យទាហានរៀបជាជួរតាមឆ្នេរសមុទ្រដើម្បីសម្លាប់វាចោលនៅពេលវាឡើងមកតាមទឹករលកពួកទាហានត្រៀមខ្លួនជាស្រេចម្នាក់សុទ្ធតែប្រដាប់ដោយលំពែងនិងខែលលុះទឹកចូលមកទាហានទាំងអស់បានប្រុងប្រៀបចូលប្រយុទ្ធប៉ុន្តែពួកគេប្រយុទ្ធមិនទាន់ពេលទេព្រោះត្រីចំពុះដាវបានលោតដើមលើហើយចាក់សម្លាប់ពួកគេដោយចំពុះដែលមានរាងដូចដាវទាហានជាច្រើនបានបាត់បង់ជីវិតហើយមួយភាគធំទៀតត្រូវរបួសស្ដេចបានបញ្ជាទាហានមួយជួរដើម្បីចូលសង្គ្រាមហើយមួយជួរទៀតឲ្យចូលទៅជំនួសប៉ុន្តែអ្នកទាំងនោះក៏ទទួលវាសនាដូចអ្នកមុនដែរព្រឹត្តិការណ៍បែបនេះចេះតែបន្តទៅទៀតនៅពេលហេតុការណ៍នេះបានកើតឡើងមានក្មេងប្រុសម្នាក់កំពុងតែមើលមកពីចម្ងាយដោយកែវភ្នែកភ្លឺមុតទីបំផុតវាបានចូលទៅជិតស្ដេចហើយទូលថាហេតុអ្វីក៏ព្រះអង្គទុកឲ្យពួកទាហានទាំងនេះស្លាប់យ៉ាងនេះស្ដេចឆ្លើយតបអានាងត្រូវឲ្យយើងធ្វើអ្វីកើតក្រៅពីនេះទៀតក្មេងនោះទូលស្ដេចថាបើព្រះអង្គបំរៀបដើមចេកតាមឆ្នេរសមុទ្រវិញត្រីទាំងនោះមកជាបញ្ឈប់សកម្មភាពវាហើយក៏គ្មានមនុស្សស្លាប់តទៅទៀតដែរស្ដេចភ្ញាក់ព្រឹកនឹងសំណើដើរឆ្លៀសវៃរបស់ក្មេងនេះស្ដេចក៏បញ្ជាឲ្យពួកទាហានកាប់ដើមចេកជាច្រើនយកមកតម្រៀបជាជញ្ជាំងតាមឆ្នេរសមុទ្រមួយរំពេចពួកទាហានទាំងនោះក៏ប្រតិបត្តិតាមបញ្ជាស្ដេចភ្លាមព្រោះមានចំការចេកមួយយ៉ាងធំឡើយក្បែរនោះបន្តិចមកទឹកសមុទ្រក៏បោកមកដល់ទៀតទឹកសមុទ្រមានពណ៌សព្រាតលាយឡំដោយត្រីចំពុះដាវមីរដេដាស់ប្រឡូកសមុទ្រចាស់មកលើជញ្ជាំងដើមចេកនាំយកត្រីចំពុះដាវជាច្រើនមកផងលុះរលកសមុទ្រហើយមកវិញត្រីចំពុះដាវចាក់ជាប់នៅស្រទាប់ចេកតុនរាប់ពូនក្បាលពួកទាហានក៏នាំគ្នាកាប់យកតាមទំនើងចិត្តកាលនេះចេះតែព្រឹត្តទៅរហូតទាល់តែគ្មានត្រីចំពុះដាវមួយសល់នៅក្នុងទឹកសមុទ្រស្ដេចរីករាយណាស់ដោយតបឃើញត្រីចំពុះដាវស្លាប់ផុតពូជហើយប្រជាជនបានប្រកបនេសាទនឹងមកលេងកំសាន្តតាមសមុទ្រតាមបំណងប្រាថ្នាដូចដើមវិញជំរាបលាលោកគ្រូអ្នកគ្រូនិងឪពុកមីងទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូនិងឪពុកមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានរឿងបញ្ហាបរិស្ថានចំពោះព្រៃលិចទឹក5កិច្ចការពារនិងថែរក្សាព្រៃលិចទឹកនៅប្រទេសកម្ពុជាទាមទារឲ្យមានការអភិរក្សជាបន្ទាន់និងចាំបាច់បំផុតដើម្បីគ្រប់គ្រងព្រៃលិចទឹកឲ្យមាននិរន្តរភាពបានលុះណាតែមានការចូលរួមទូលំទូលាយពីយើងគ្រប់គ្នាជាពិសេសសហគមន៍មូលដ្ឋានស្ថាប័នទទួលបន្ទុកអង្គការមិនមែនរដ្ឋាភិបាលនានានិងសកម្មជនទាំងឡាយចំពោះយើងទាំងអស់គ្នាដែរប្រជាជនមូលដ្ឋានអាចចូលរួមក្នុងការអភិរក្សព្រៃលិចទឹកដោយ1មិនកាប់ព្រៃឈើច្រើនពេកជាពិសេសឈើមិនទាន់គ្រប់អាយុឈើតូច2មិនធ្វើឲ្យភ្លើងឆេះព្រៃលិចទឹកជាពិសេសនៅរដូវប្រាំង3មិនប្រមូលអនុផលព្រៃលិចទឹកច្រើនហួសកម្រិតទេ4កាប់តែមែកឈើចាស់ប៉ុណ្ណោះដើម្បីធ្វើអនិងកាប់
ឆ្លាស់ទីកន្លែង 5. ចូលរួមដាំឈើឡើងវិញ 6. ជួយអប់រំដល់មិត្តភ័ក្តិបងប្អូននិងសហគមន៍ឲ្យចូលរួមថែរក្សាព្រៃលិចទឹក 7. ជួយផ្ដល់ព័ត៌មានដល់មន្ទីរបរិស្ថានឬអង្គការមិនមែនរដ្ឋាភិបាលនិងសកម្មជនទាំងឡាយនៅពេលឃើញសកម្មកាប់ឈើខុសច្បាប់ 4. ការគំរាមកំហែងនៅលើព្រៃទឹកលិចទាំងនេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារតម្រូវការអូសធ្យូងនៅក្នុងស្រុកការនាំចេញការរៀនធ្វើកសិកម្មធ្វើស្រែបង្គាធ្វើស្រែអំបិលជាពិសេសការសម្បទានព្រៃឈើការបង្កើនតំបន់លតនេសាទការដុតព្រៃឈើចាប់សត្វនិងរានព្រៃយកដីទៅលក់ដើម្បីចំណេញមេរៀនសង្ខេបប្រទេសកម្ពុជាសម្បូរព្រៃលិចទឹកណាស់ហើយភាគច្រើនគេសង្កេតឃើញមាននៅតាមតំបន់ទំនាបតាមឆ្នេរសមុទ្រមាត់បឹងនិងមាត់ទន្លេគេចែកព្រៃលិចទឹកទាំងពីរប្រភេទសំខាន់គឺព្រៃលិចទឹកព្រៃឬព្រៃកោងកាងនិងព្រៃលិចទឹកសាបឬព្រៃរនាម 1. ព្រៃលិចទឹកកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារតម្រូវការអូសធ្យូងនៅក្នុងស្រុកនិងការជំនាញនាំចេញការរានដីធ្វើកសិកម្មធ្វើស្រែបង្គានិងស្រែអំបិលការសម្បទានព្រៃឈើនិងការបង្កើតតំបន់ឡូនេសាទ 2. ដូច្នេះយើងគ្រប់គ្នាត្រូវតែចូលរួមការពារថែរក្សានិងគ្រប់គ្រងប្រើប្រាស់ព្រៃលិចទឹកឲ្យមាននិរន្តរភាពជាពិសេសសហគមន៍មូលដ្ឋានស្ថាប័នទទួលបន្ទុកអង្គការមិនមែនរដ្ឋាភិបាលនានាជំរាបលាលោកគ្រូអ្នកគ្រូនិងអ៊ំពូមីងទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូនិងអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចំពុកទី3បឹងនិងទន្លេមេគង្គជាទន្លេជួបលំដាប់ថ្នាក់ទី4ក្នុងចំណោមទន្លេទាំងឡាយនៃទ្វីបអាស៊ីទន្លេនេះមានប្រភពនៅក្នុងខ្ពង់រាបទីបេប្រទេសចិនហើយហូរកាត់ប្រទេសកម្ពុជាពីជើងខាងត្បូងរួចចូលក្នុងសមុទ្រចិនរីឯបឹងទន្លេសាបវិញជាបឹងទន្លេសាបមួយដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ 1. ប្រព័ន្ធទន្លេមេគង្គផ្លូវទឹកទាំងឡាយដែលត្រូវបានចាត់ទុកជាប្រព័ន្ធទន្លេមេគង្គនោះរួចមានទន្លេមេគង្គទន្លេបាសាក់ទន្លេតូចនិងដៃទាំងអស់របស់វាទន្លេមេគង្គជាទន្លេដ៏ធំមួយក្នុងចំណោមទន្លេធំទាំងឡាយនៅលើពិភពលោកទន្លេនេះមានប្រភពនៅខ្ពង់រាបទីបេប៉ែកខាងកើតនៃប្រទេសចិនដែលមានរយៈកម្ពស់ 5,000 ម៉ែត្រទន្លេមេគង្គហូរកាត់ប្រទេសចិនមីយ៉ាន់ម៉ាថៃឡាវកម្ពុជានិងវៀតណាមរួចហូរធ្លាក់ចុះទៅក្នុងសមុទ្រចិនទន្លេនេះមានប្រវែងសរុបទាំងអស់ 4,200 គីឡូម៉ែត្រទន្លេមេគង្គនេះគេចែកចេញជា3មេគង្គលើចាប់ពីខ្ពង់រាបទីបេនៃប្រទេសចិនរហូតដល់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវទន្លេនេះមានលក្ខណៈបត់បែនយ៉ាងខ្លាំងដោយសារសណ្ឋានដីនៃតំបន់នោះ 2. មេគង្គកណ្ដាលចាប់ពីទីក្រុងវៀងច័ន្ទនៃប្រទេសឡាវរហូតដល់ខេត្តក្រចេះនៃប្រទេសកម្ពុជានៅតំបន់នេះទន្លេប្រកបដោយនឹងជួរជាច្រើនអន្លាដូចនៅខេមរវត្តនៅខោននិងនៅសម្បូរ 3. មេគង្គខាងក្រោមចាប់ពីខេត្តក្រចេះរហូតដល់សមុទ្រចិនគេអាចធ្វើនាវាចរបានគ្រប់រដូវកាលនៅត្រង់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាទន្លេនេះប្រសព្វគ្នាជាមួយទន្លេសាបនិងទន្លេបាសាក់បង្កើតបានជា4ទន្លេដែលពាក្យខ្មែរថាទន្លេ4មុខឬទន្លេចតុមុខដែលមានទន្លេសាបទន្លេបាសាក់ទន្លេក្នុងទន្លេធំលើមេគង្គទន្លេធំក្រោមនិងទន្លេក្រៅជម្រាបលាលោកគ្រូអ្នកគ្រូនិងអ៊ំពូមីងទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូនិងអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានមេរៀនទី1ចំពុកទី3
2. ប្រព័ន្ធទន្លេសាបប្រព័ន្ធទន្លេសាបរួចមានទន្លេសាបនិងទន្លេបឹងទន្លេសាបនិងដីទាំងអស់របស់វាទន្លេសាបជាកន្លែងដែលមានប្រភពចាប់ពីទន្លេ4មុខរហូតដល់ទឹកបឹងទន្លេសាបទន្លេនេះហូរកាត់តំបន់ព្រៃក្តាមខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំងដែលមានប្រវែងប្រហែល100គីឡូម៉ែត្រទន្លេសាបមានរបបទឹកដូចទន្លេមេគង្គដែលគឺដល់រដូវវស្សាទឹកកើនឡើងខ្ពស់ហើយហូរចាក់ទៅក្នុងបឹងទន្លេសាបចំណែកនៅរដូវប្រាំងដែលជារដូវទឹកស្រកទឹកហូរត្រឡប់មកប្រសាបគ្នាទៅនឹងទន្លេមេគង្គវិញត្រង់ទន្លេ4មុខហើយក៏ហូរចូលទៅសមុទ្រចិនតាមទន្លេបាសាក់ទន្លេក្នុងនិងទន្លេធំក្រោមទន្លេក្រៅដៃទន្លេសាបសំខាន់រួមមានដៃនៅលើត្រើយខាងឆ្វេងមានស្ទឹងជីនិតស្ទឹងខៀស្ទឹងតាំងក្រសាំងនិងស្ទឹងស្លាតដៃនៅត្រើយខាងស្ដាំមានស្ទឹងជ្រៃបាក់ស្ទឹងប្រជៀវនិងស្ទឹងជ្រែកស្ទឹងស្រែដៃដែលជាស្ទឹងប្រសើរសម្រាប់បំណាច់និងបញ្ចូលស្រែព្រោះស្ទឹងទាំងនេះមានទឹកជាអចិន្ត្រៃយ៍ជំរាបលាលោកគ្រូអ្នកគ្រូនិងអង្គពុំមីងទាំងអស់គ្នា